សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកទៀតហើយយើងបានមុខម្ហូបមួយមុខទៀតហើយគឺស្ងោរជ្រក់ត្រីងាំងៅបងប្អូនណាហើយនេះយើងមើលតាក្បាលវីដេអូក៏ដឹងថាត្រីនេះវាធំដែរហ្នឹងហើយដំបូងយើងមានត្រីផ្ទក់មួយធំដែរយើងប្រហែលជាខ្ទង់8ខាំអញ្ចឹងយើងយកមកធ្វើឲ្យស្អាតដើម្បីស្ងោរជ្រក់ងាំងៅបានយើងត្រូវតែសកាយធ្វើឲ្យស្អាតអញ្ចឹងយើងមានទឹកខ្លែក្រូចងាំងៅហ្នឹងគឺចំនួន2គ្រាប់ហើយបន្ទាប់មកយើងនឹងមានរំដេងស្លឹកក្រូចហ្នឹងដូចតែធម្មតាហ្នឹងដូចជាមានរំដេងស្លឹកក្រូចដុំស៊ុបខ្នុរហើយនឹងជីម្ទេសអីចឹងបន្ទាប់មកយើងក៏ដាក់ឆ្នាំងបងប្អូនណាដាក់ឆ្នាំងហើយដាក់ទឹកមកល្មមដែលយើងត្រូវការចូលចិត្តអីចឹងបន្ទាប់មកយើងទឹកដាក់ពុះហើយយើងនឹងចាប់គ្រឿងរំដេងស្លឹកក្រូចដើម្បីដាក់ឲ្យវាមានបាត់ឆ្អាបចឹងបងប្អូនហើយចំពោះមុខម្ហូបមួយមុខនេះគឺអត់ពិបាកទេគឺងាយឆាប់បានហូបហើយគេធ្លាប់តែស្ងោរងាំងៅមិនឥឡូវខ្ញុំស្ងោរងាំងៅត្រីម្ដងចាំមើលវាអាចថាហូបកើតអត់ទេហើយចំពោះមុខម្ហូបមួយនេះគឺអត់ពិបាកទេទឹកពុះយើងចាប់ផ្ដើមដាក់ត្រីបងប្អូនដាក់សាច់ត្រីនឹងចូលទៅដើម្បីឲ្យវាកាត់ឆ្អាបបើទឹកអត់ពុះទេយើងអត់ដាក់នឹងវាអាចនឹងឆ្អាបហើយក្លិនហ្នឹងក៏វាអត់ស្រួលដែរហើយឃើញថាទឹកពុះហើយយើងដួសពពុះចឹងបងប្អូនសារថាត្រីនេះគឺយើងអត់បានស្រោះមកទឹកពីទឹកអីទេហើយយើងស្ងោរយកតែម្ដងទឹកមួយតែម្ដងចឹងហើយយើងថែមមួយម្សៅស៊ុបរ៉ូឌីក៏ដូចជាម្សៅប៊ីចេងតែប៉ុណ្្នឹងបងប្អូនខ្ញុំអត់បានប្រើស្ករទេដោយសារតែខ្ញុំអត់ចូលចិត្តហើយបន្ទាប់មកយើងដាក់វាមកស្ទុះឲ្យវាផុយចឹងបងប្អូនហើយបន្ទាប់មកសាច់ត្រីយើងក៏ឃើញថាល្អហើយបងប្អូនឆ្អិនហើយអត់យូរទេបងប្អូនត្រីគឺងាយធ្វើពុកម៉ែបងប្អូនត្រូវការធ្វើស្ងោរជ្រក់ត្រីងាំងៅគឺបងប្អូនអាចមើលវីដេអូរបស់ខ្ញុំគឺបងប្អូននឹងធ្វើបានហើយបន្ទាប់មកជាចុងក្រោយយើងដាក់ជាមួយនឹងងាំងៅបងប្អូនជាចុងក្រោយនេះគឺត្រីឆ្អិនហើយយើងដាក់ទៅកុំឲ្យវាយូរយើងដាក់រួចយើងទុកមកសន្ទុះអាចថាមកពុះយើងនឹងអាចនឹងស្រង់បានហើយយើងយកមកដាក់ជាមួយនឹងជីខ្ទឹមដើម្បីឲ្យវាឈ្ងុយអញ្ចឹងបងប្អូនហ្នឹងហើយមុខម្ហូបរបស់យើងគឺអត់ពិបាកទេតែប៉ុណ្្នឹងឯងហើយណាមួយត្រីនេះវារឿងធំដែរហើយក្បាលវារឿងឈៀតហើយយើងមានវិជាមកកំប៉ុងអីដែរជាអីចឹងដែលវាអត់ពិបាកទេបងប្អូនព្រោះខ្ញុំដាក់មកកំប៉ុងដើម្បីឲ្យស៊ុបក្បាលត្រីចឹងបងប្អូនល្ងាចពេលសម្រាប់ការងារដឹងថាជាតិបងប្អូននេះកម្ពុជាជាតិជាមួយនឹងក្បាលស្ងោរជ្រក់ត្រីងាំងៅអរគុណបងប្អូនទស្សនានៅវីដេអូ